បាទប្រិមត្តទូរទស្សនិកជនទាំងអស់ជាទីស្នេហាមានរឿងហេតុអស្ចារ្យមួយបានកើតឡើងម្ដងទៀតហើយនៅវត្តសុទ្ធនៅពេលនោះមានជនបរទេសស្បែកសបងប្អូនខាងពួកអឺរ៉ុបបានដាក់ចិត្តដាក់កាយមានសទ្ធាជ្រះថ្លាយ៉ាងមុតមមទៅកាន់បារមីរបស់ព្រះអង្គច័ន្ទមនីមានសំណួរជាច្រើនបានចោទសួរថាហេតុអីបានជាពួកអឺរ៉ុបនេះគាត់មកគោរពប្រតិបត្តិបូជាព្រះអង្គច័ន្ទមនីតើគាត់យល់ឃើញយ៉ាងណាចម្លើយត្រូវបានឆ្លើយតាមរយៈវីដេអូខាងក្រោមនេះបាទអរគុណប្រិមត្តទូរទស្សនិកជនជាទីស្នេហានិងជាទីមេត្រីជាការពិតដែលมันអាចប្រកែកបានជាទូទៅតាក់ទងទៅនឹងជំនឿប្រែតែការជឿទៅលើអ្វីមួយដែលបុគ្គលម្នាក់យល់ឃើញរៀងខ្លួនជំនឿនេះបើសិនជាយើងជឿខ្វះការពិចារណាខ្វះវិចារណញ្ញាណធ្វើឲ្យយើងបាត់បង់ធ្វើឲ្យយើងខាតបង់ធ្វើឲ្យយើងមិនអាចសម្រេចនៅក្តីសម័យឬក៏គោលបំណងទៅថ្ងៃអនាគតរបស់យើងបានទេក៏ប៉ុន្តែបើសិនជាជំនឿមួយជឿបានមួយឆ្លងតាមរយៈពិចារណញ្ញាណការគិតគូរការត្រេះរិះការពិចារណាឲ្យបានត្រឹមត្រូវហើយចាំដាក់ការជឿភាគច្រើនជំនឿរបៀបនេះច្រើនតែផ្ដល់ផលប្រយោជន៍ដល់អ្នកប្រតិបត្តិនិងគោរពបូជាចុះតើជនបរទេសស្បែកសនេះជឿលើព្រះអង្គច័ន្ទមនីតើគាត់ចង់បានអ្វីហើយគាត់បានមើលឃើញអ្វីពីព្រះអង្គច័ន្ទមនីជាការពិតដែលมันអាចប្រកែកបានពុនជនជាតិអឺរ៉ុបគេមានជំនឿសាសនារបស់គេមានប្រពៃណីរបស់គេក៏ប៉ុន្តែនៅក្នុងពួកបច្ចឹមប្រទេសឬក៏ពួកអឺរ៉ុបទាំងអស់នេះมันប្រកាសថាគាត់ស្រឡាញ់ឬក៏សាសនាដូនតាប្រពៃណីរបស់គាត់ទេពេលខ្លះគាត់បានមកប្រតិបត្តិគាត់បានមកគោរពបូជាព្រះពុទ្ធសាសនាបាទគាត់ធ្វើសមាធិគាត់ធ្វើវិបស្សនាកម្មដ្ឋានមានចាស់បងប្អូនបច្ចុប្បន្ននេះខាងពួកអឺរ៉ុបខាងបច្ចឹមប្រទេសងាកមកគោរពបូជាអ្នកខ្លះមានដល់ទៅបួសជាព្រះសង្ឃបាទពួកស្បែកសបួសជាព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនាទៀតដោយគាត់បានលះបង់ដោយខ្មែរយើងលះបង់ទៅបួសប្រភ្នោះនៅក្នុងព្រះពុទ្ធសាសនាអញ្ចឹងនេះសុទ្ធតែជាការមើលឃើញពីហេតុនិងផលជាបច្ចវេកណញ្ញាណដែលគាត់យល់ឃើញត្រឹមត្រូវសម្រាប់ជំនឿមួយដែលបានកើតមាននៅក្នុងវត្តសុទ្ធតាក់ទងនឹងជនស្បែកសពួកអឺរ៉ុបទៅកាន់ព្រះអង្គច័ន្ទមនីគាត់បាននិយាយទៅកាន់អ្នកក្បែរខាងគាត់ថាគាត់មើលទៅព្រះអង្គច័ន្ទមនីគួរជាទីជ្រះថ្លាទាំងអិរិយាបថទាំងការនិយាយស្ដីបាទទាំងចំណេះដឹងផ្នែកវិជាមុនវិជាការផ្សេងដែលព្រះអង្គបានរៀនសូត្រមកទាំងអស់នេះហើយដែលធ្វើឲ្យគាត់មានសទ្ធាជ្រះថ្លាទៅលើជំនឿតាក់ទងទៅនឹងការប្រតិបត្តិរបស់ព្រះអង្គច័ន្ទមនីគាត់អោនសេរសាលើកដៃថ្វាយបង្គំព្រះអង្គច័ន្ទមនីបាទអត់មានរារែកអល់ឯកអីទេហើយគាត់បានទៅម្ដងជាពីរដងបងប្អូនណាមិនមែនការទៅដោយចៃដន្យទេវត្តមានរបស់ជនបរទេសទាំងនេះគឺគាត់ទៅជារឿយគាត់ទៅនេពីការងារទៅនេពីអីគាត់ទៅគោរពបូជានៅវត្តសុទ្ធបើចៃដន្យថ្ងៃមួយគឺគាត់បានជួបព្រះអង្គផ្ទាល់តែម្ដងហើយនេះមិនមែនជាការសម្ដែងទេបងប្អូនកុំយល់ថានេះគឺជាការសម្ដែងជាការរៀបចំយើងណាទៅមានលុយទិញដេញណែទឹកចិត្តតារាសម្ដែងមកសម្ដែងឲ្យបងប្អូនបានឃើញមិនទេបងប្អូនហើយយើងក៏មិនទៅបញ្ចុះបញ្ចូលមโนគមវិជ្ជាឲ្យគាត់លះបង់ប្រពៃណីសាសនារបស់គាត់ងាកមកកាន់សាសនារបស់ពុទ្ធឬក៏ព្រហ្មញ្ញសាសនាយើងអត់ទេគឺកើតចេញអំពីទឹកចិត្តនិងការមើលឃើញនិងអ្វីដែលគាត់បានពិចារណាសពទៅគាត់ជឿតែម្ដងបាទអរគុណបងប្អូនប្រិមត្តទូរទស្សនិកជននេះគ្រាន់តែខ្ញុំចង់ដំណើរត្រួសជូនបងប្អូនប៉ុណ្ណេះតាក់ទងនឹងជនស្បែកសគាត់មានជំនឿទៅលើព្រះអង្គច័ន្ទមនីឥឡូវបងប្អូនងាកទៅកាន់វត្តសុទ្ធបន្តិចវត្តសុទ្ធបច្ចុប្បន្ននេះមានការផ្លាស់ប្ដូរ 100% បងប្អូនពីមុនជាទីទួលមួយដែលมันមានពុទ្ធបរិស័ទឯណាទៅប្រតិបត្តិគោរពបូជាច្រើនទេហើយវត្តសុទ្ធនេះក៏មិនមែនជាវត្តដែលប្រឌិស្ថានតាំងពីបរមបុរាណមកអត់ទេទើបនឹងប្រហែលឆ្នាំថ្មីទៅនេះទេ
ដែលមានលោកតាមួយអង្គមកធ្វើជារោងសម្រាប់តាំងធរអីស្នាក់អាស្រ័យធរអញ្ចឹងទៅលោកនៅបានមួយភាសាក៏មុនចេញទៅដល់ចេញទៅព្រះអង្គច័ន្ទមនីនេះក៏និមន្តមកបាទមានព្រះភិក្ខុសាមណេរពីរអង្គនៅជាមួយគង់នៅជាមួយគ្នានឹងហើយនឹងមានយាយមានតាមួយចំនួនចេះតែមកធ្វើចង្ហាន់វ៉ាន់ជើនគោរពបូជាតាមបែបទំនៀមពុទ្ធសាសនារបស់យើងណាបាទនេះបើតាមលោកយាយប្រចាំនៅវត្តគាត់តាមកប៉ុណ្ណឹងប៉ុន្តែអ្វីដែលជាទីចាប់ផ្ដើមគឺมันមានអ្វីសោះឡើយបាបដៃទៅទេបងប្អូនមានតែសុគន្ធកត់មួយมันមានពហិយមានអីទេឥឡូវនេះក្រោមការដឹកនាំពីព្រះអង្គច័ន្ទមនីភាពល្បីរន្ទឺទៅលើព្រះនាមរបស់ព្រះអង្គការគោរពបូជាពីពុទ្ធបរិស័ទគ្រប់ទីឋានទាំងអស់បានមកជួយឲ្យវត្តសុទ្ធដូចជាផុសឡើងសារជាថ្មីចឹងបងប្អូនមានសាលាឆាន់មានសាលាឆោទៀនមានមហាកុដមានព្រះវិហារមានស្រះទឹកបើនិយាយពីលបងវិញបងប្អូនអើយមើលទៅសង្ឃថាមិនមែនជីវត្តនៅតាមបណ្ដាខេត្តនៅព្រៃភ្នំទេសមិទ្ធផលនឹងលបងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ហ្នឹងដូចជីវត្តនៅរាជធានីចឹងបងប្អូនរាជធានីចឹងបាទហើយទើបតែប្រហែលឆ្នាំនេះទេដែលវត្តអាចនឹងប្រដិស្ថានខ្លួននៅលើផែនដីនៃស្រុករលាភាខេត្តកំពង់ឆ្នាំងឲ្យបងប្អូនបានគោរពបូជាតាមទំនៀមនិងលំអានប្រពៃណីរបស់ខ្មែរបាទអញ្ចឹងជាការខុសឆ្គងមួយដេចម្ដាការប្រព្រឹត្តទៅកន្លងមកនេះមានបញ្ហាមិនសមនឹងបំណងរបស់បងប្អូនមួយចំនួនក៏យើងបិទភ្នែកដែរបងប្អូនអាហ្នឹងបើសិនជាបងប្អូនយល់ថាមិនតំណងហើយអ្វីដែលត្រូវតែតំណងផុតដែលយើងត្រូវតែពោលថាតំណងត្រង់ថាបានរីកចម្រើននៅក្នុងមូលដ្ឋានរបស់យើងបាទហើយនឹងមានបងប្អូនលោកមកគោរពបូជាហោហែដាក់តាំងនៅទំនៀមលំអានអបិយជំនឿមួយចំនួនដែលដូនតាយើងបានគោរពបូជាមកអញ្ចឹងវាជាលំអាននៃការមើលរបស់យុវជនយើងដែរបាទឲ្យដឹងថាការរស់នៅរបស់ខ្មែរពីបុរាណគឺរបៀបហ្នឹងបាទអញ្ចឹងគ្មានប្រការណាដែលយើងគិតថាជាប្រការខុសឆ្គងទេនឹងយើងនិយាយជារួមមកវិញណាយើងមិនស៊ីជម្រៅនឹងអត្តន័យឲ្យជ្រាលជ្រៅទេប៉ុន្តែយើងនិយាយជារួមមកគឺយើងបានផលប៉ុណ្ណឹងម្ល៉េះហើយសូមបងប្អូនសប្បុរសជនវិញ្ញាជនអត្តកោវិតព្រេងព្រឹត្តបណ្ឌិតបុរាណទាំងអស់តែខ្ញុំគិតថាបើយើងមិនបានទៅលះបង់ទៅចូលរួមទេគ្រាន់តែយើងត្រេកអរតាមក៏ជាបុណ្យកុសលមួយដែរត្រេកអរតាមទៅនឹងការរីកចម្រើនទៅនឹងការឧបដឹកឲ្យកើតមានឡើងរបស់ដែលមិនកើតមានធ្វើឲ្យកើតមានហើយសុទ្ធតែជាលំអាននឹងជំនឿតាក់ទងទៅនឹងបុរាណប្រពៃណីរបស់ខ្មែរយើងបាទកំពង់ឆ្នាំងមែនតើទៅជាខេត្តមួយមិនឆ្ងាយពីរាជធានីប្រហែលទេប៉ុន្តែបើសិនជាมันមានភាពល្បីល្បាញអញ្ចឹងក៏មិនងាយបងប្អូនណាបានទៅដែរដល់តែមានជំនឿគួរជាទីជ្រះថ្លាអញ្ចឹងបងប្អូនទៅច្រើនណាស់គ្រប់បូជាបាទអរគុណអញ្ចឹងពីកម្មវិធីរបស់ខ្ញុំបាទក៏សូមអនុញ្ញាតគោរពជូនពរបងប្អូនទាំងអស់ដែលបានមកបូជានៅវត្តសុទ្ធធ្វើឲ្យវត្តសុទ្ធនេះមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះហើយបន្តការរីកចម្រើនតទៅទៀតជូនពរបងប្អូនយើងសុខសប្បាយនិងបច្ចុប្បន្នមានអាយុយឺនយូរបាទអរគុណបាទ